សួស្តីអ៊ំពូមីងទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមក relax នៅតាមវាលស្រែហ្នឹងហើយហើយនេះគឺជាការទំនេរពីការសិក្សារបស់ខ្ញុំដើម្បីមក relax នៅវាលស្រែអញ្ចឹងបងប្អូនហើយនេះពួកយើងកំពុងតែធ្វើដំណើរទៅវាលស្រែដើម្បីចាប់ខ្យៅចាប់ខ្យងអញ្ចឹងបងប្អូនហើយនេះមកដល់កន្លែងនេះយើងហើយយើងក៏អង្គុយសម្រាប់ញ៉ាំអីបន្តិចតួចសិនទៅហើយគ្នាតែប្រហែលអ្នកហ្នឹងទេបងប្អូនអីហើយនេះបងប្អូនគឺគ្នាតែប្រហែលអ្នកហ្នឹងប៉ុន្តែអញញ៉ៃទៅផ្លែចុយម្ដងញ៉ៃបងប្អូនអីហើយនេះយើងមកដល់កន្លែងវាស្រែរបស់យើងអីកន្លែងនេះយើងត្រូវចាប់ខ្យងចាប់ខ្សៅអីចឹងបងប្អូនបានទៅចាប់ខ្យងចាប់ខ្សៅអីទេមកដល់កន្លែងនិយាយពីថាគ្មានពីណាឌូទេបងប្អូនឯងមកដល់ឃើញគួរស្រូវស្រូវគេផ្ទំឈួរថ្មីឃើញគួរស្រូវក៏នំគ្នារើសគួរស្រូវនឹងឆក់ថងទៀតបងប្អូនអើយជីតុបប៉ែអងធ្វើទៅនំគ្នាឆោរើសគួរស្រូវនឹងរើសយកទៅអីហើយប៉ានិយាយពួកហ្នឹងតប៉ែខ្លាំងពេកបងប្អូនមើលទៅហើយនេះគឺជាការទំនេរពីការសិក្សារបស់ពួកខ្ញុំទេបងប្អូនមិនមែនជាការកិច្ចរៀនឬក៏អីទេនេះគឺជាការទំនេរពីសិក្សារបស់ពួកខ្ញុំតែប៉ុណ្ណឹងឯងហើយនេះមកដល់កន្លែងចាប់ត្រីចាប់អីឃើញថ្លុកមកថ្លុកខ្ញុំគ្នាចាប់ត្រីបងប្អូនហើយមិនដឹងមានត្រីទាំងអស់ទេខ្ញុំគ្នាចោះចាប់ហ្នឹងស៊ូណាស់បងប្អូនចងចាប់ខ្ចៅនិយាយថាមួយស្រាតកៅស្រាតអីចោលមូតដៃអាវមូតដៃជើងអីអត់ដើម្បីចាប់ខ្ញុំគ្នាចោះចាប់ស្បាយមួយយ៉ាងដែរតាបងប្អូនចោះចាប់សបាយលេងតាមវាស្រែជិះទៅអាចនឹងមានអនុស្សាវរីយ៍ច្រើនដែលយើងមានពេលវេលាល្អជាមួយគ្នាបែបនេះរហូតវាមិនសូវមានពេលវេលាចឹងច្រើនទេអ្នកទាំងអស់គ្នាយូរវាមានម្ដងតែប៉ុណ្្នឹងឯងហើយគ្មានទៅចាប់អីបានច្រើនទេគ្រាន់តែយើងចាប់លេងសបាយអារម្មណ៍យើងយូរយើងលេងម្ដងអីចឹងយើងមកដល់លេងម្ដងអីចឹងបងប្អូនហើយស្រស់ស្រាយមែនតើមកក្នុងវាស្រែដែលវាពោពេញទៅដោយពណ៌បៃតងស្រស់ស្រាយណាស់បងប្អូនអើយហើយនេះពួកយើងចាប់ហើយក៏ដើរទៅតដំណើរទៅមុខទៀតហើយខ្ញុំសួរអារម្មណ៍អ្នកដើរនេះនិយាយថា happy ហើយបន្តមកទៀតយើងអស់កម្លាំងខ្លាំងពេកក៏យើងមកអង្គុយផឹកភេសជ្ជៈបន្តិចបន្តួចហ្នឹងហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនចង់បញ្ចប់សូមបងប្អូនជួយចុច Subscribe ម្នាក់មួយផងទៅហើយនេះគឺជា Channel ដែលនាងខ្ញុំតំបង្កើតទេបងប្អូនជួយចុច Subscribe នាងខ្ញុំម្នាក់មួយដើម្បីធ្វើវីដេអូថ្មីឲ្យបងប្អូនទស្សនាមើលទៀត